បងប្អូនស្គាល់អត់ថាផ្លែដែលខ្ញុំកំពុងញ៉ាំនេះគឺជាផ្លែអីគេយើងជ្រលក់អំបិលមកហើយយើងដាក់ចុងមកឆ្ងាញ់ណាស់បងប្អូនអើយខប់ឥឡូវនេះខ្ញុំនាំបងប្អូនទៅលេងចំការមួយកន្លែងដែលនៅជិតទឹកធ្លាក់ច្រឡៀងនៅខេត្តពោធិ៍សាត់បទពិសោធន៍ក្នុងការបំផ្លាញសោរាប់រយឆ្នាំហើយអស់ច្រឡំ20ឆ្នាំហើយគេមើលយេប៉ុណ្ណឹងស៊ីផុយយ៉ាតាណាទៅមុខទៅក្រោយអូយទៅកានេះដីចកានឹងស្អាតមែនតើខ្ញុំទៅលើកទី1គឺជាប់ចិត្តតែម្ដងវានៅជាប់ស្ទឹងវាគឺជាដៃស្ទឹងដែលហូរចេញមកពីទឹកធ្លាក់ច្រឡៀងហើយវានៅរៀងគៀកនឹងចំការស្អាតណាស់មានតំណាំចម្រុះតាំងពីដងនិយាយទៅសពគ្រប់បែបយ៉ាងហ្មងសឹងថាចង់បាត់ញ៉ាំអីគឺមាននឹងតែម្ដងខ្ញុំបេះមកកាក់យកទៅញ៉ាំនៅភ្នំពេញបុកជាមួយបើម្ទេសក៏បានទឹកត្រីស្ករក៏បានប្រហុកស្ករក៏បានគឺឆ្ងាញ់មែនតើមានក្រូចមានចេកដែរប៉ុន្តែខ្ជិលដាវបងប្អូនហត់ពេកដាវមកទ្រុះមុននឹងគឺថតនេះថតនោះអីផងទៅវាហត់ពេកយ៉ាងទៅខ្ជិលឥឡូវបេះតែមកកាក់មកចកោមដាក់គូតឡានយកទៅញ៉ាំនៅពេញតែមានបងប្អូនណាចង់មកលេងចំការនេះអីអាចប្រាប់ខ្ញុំបានវានៅចិត្តទឹកធ្លាក់ច្រឡៀងមានតំណាំសពគ្រប់បែបយ៉ាងអាចបោះតង់អាំងសាច់នៅមាត់ស្ទឹងលេងកំសាន្តដើមទូចតែខ្លួនណាប៉ុន្តែផ្លែឡើងចង់បាក់ដើមហ្មងមកកាក់នេះវាចង់ហួសពេលញ៉ាំហើយបើនៅខ្ចីជាងនឹងគ្រាប់តុនបានងាយស្រួលញ៉ាំខ្ញុំថាដាក់មកគូតឡានឲ្យពេញបេះអស់ហ្មងដើម្បីយកទៅពេញចែកគ្នាប៉ុន្តែចែកដល់អីក៏រាវនឹងវាបាក់ដងបាត់ដោយសារមកនេះមកតែមួយថ្ងៃអត់សូវមានពេលច្រើនក៏មិនខ្ញុំបេះបានច្រើនដែរហើយមានផ្លែឈើផ្សេងទៀតខ្ជិលពេកប៉ុន្តែពេលនេះនៅភ្នំពេញម្នាក់គឺទៅលេងស្រុកអស់ហើយស្ងាត់អស់លេងភ្នំពេញបងប្អូនណានៅបកកោកទៀតតែខ្ជិលបេះដើម្បីយកទៅឲ្យពីណាគេញ៉ាំអស់ពីបេះមកកាក់ឥឡូវទៅលោតតង់ផ្លែអីនេះមួយទៀតបងប្អូនបើត្រឹមតែបេះផ្លែយកមកបង្ហាញបងប្អូនណាគឺភាគច្រើនប្រកាសជាយកច្រឡំឲ្យថានេះគឺជាផ្លែដង្កៀបក្តាមបងប្អូនណាស្គាល់ជួយខមមិននៅក្រោមវីដេអូផងថាផ្លែនេះគឺជាផ្លែអីគេដែរហើយធ្លាប់ញ៉ាំឬក៏អត់ចំពោះខ្ញុំគឺជាលើកទី1ហើយដែលខ្ញុំញ៉ាំផ្លែនេះព្រោះរដងធ្លាប់តែញ៉ាំតាគៀបក្តាមរសជាតិវាស្រដៀងតាគៀបក្តាមតែមិនជូរមុតដូចតាគៀបក្តាមទេតែរៀងឆ្អេះបន្តិចអីយ៉ាអស់ពីផ្លែនោះចូលផ្លែនេះម្ដងទៀតបងប្អូនអើយពេលខ្ញុំជ្រលក់អំបិលម្ទេសខ្ញុំខំសុទ្ធតែផុសហើយទៅពេលស្រួយខ្ញោកហើយបងខ្ញុំគាត់គិចក៏ឃើញគាត់ស្រាវថ្មិញជំនួសខ្ញុំតែប៉ុន្តែកន្លែងហ្នឹងត្រូវមានសម្លេងប៉ុន្តែរិស័យចាក់មីក្រូនៅពីក្រោយអញ្ចឹងទៅខ្លាចជប់ copyright ក៏បិទសម្លេងទៅអូយដីគេនេះគឺសម្បូរផ្លែឈើព្រៃញ៉ាំច្រើនមែនតែនក៏កាន់ចានបើចូលទៅមិនខ្វះស្អីញ៉ាំទេតែរបស់អស់ទាំងនឹងខ្ញុំធ្លាប់ញ៉ាំតាំងពីតូចមកហើយវាជារឿងសាមញ្ញធម្មតាវាមានផ្លែទេផ្លែស្មោហ្នឹងគឺឆ្ងាញ់ណាស់បើយើងចិត្តស្ដាងដាក់ជាមួយទឹកត្រីម្ទេសប៊ីចេបន្តិចញ៉ាំជាមួយត្រីអាំងក្តៅបាយក្តៅអូឆ្ងាញ់ណាស់បងប្អូនអើយជ្រលក់ប្រហុកក៏បានផ្អកក៏បានឬក៏បុកក៏បានអូឆ្ងាញ់មែនតើក្រៅពីញ៉ាំជាមួយអំបិលម្ទេសគឺយើងអាចធ្វើបែបហ្នឹងបានផ្លែឈើព្រៃញ៉ាំរួចហើយជាមួយអំបិលម្ទេសចង់កាហាយពោះឥឡូវដើម្បីលួងលោមដល់ក្រពះនិងលួងលោមដល់ចិត្តដែលកំពុងក្តៅដាក់ដូងក្អុបមួយតិច